បាទសួរគ្រូឥឡូវថ្ងៃនេះខ្ញុំសូមបង្ហាញអំពីរបៀបក្នុងការបង្កើតបាទបង្កើតតេស្តអក្សរធ្វើឬក៏គ្រូអាចបង្កើតអ្វីផ្សេងៗទៀតបានបាទដោយវិធីដូចគ្នាអញ្ចឹងណាចង់បង្កើតជា app ទូចអីបាទអញ្ចឹងជាដំបូងឡើយលោកគ្រូចូលទៅ Telegram ណាហើយលោកគ្រូវាយពាក្យ bot father នេះហើយលោកគ្រូណាលោកគ្រូចេញឃើញពាក្យ bot father នេះសិនមកបាទហើយបន្តទៀតលោកគ្រូចុចនេះលោកគ្រូចូលពាក្យ new bot នេះមកហើយលោកគ្រូបង្កើត bot មកណាឧទាហរណ៍ខ្ញុំបង្កើត bot ថាបាទ monthly បាទ test ផ្លាយតោះឧទាហរណ៍ណាបាទបន្ទាប់មកគេឲ្យយើងសេមានលោកគ្រូដាក់បណ្ដាយឡើង monthly test បាទ reply ដល់ bot ហ្នឹងទៅបាទអញ្ចឹងគ្រូបានអានេះមកហើយចឹងបានហើយជាដំបូងឡើយលោកគ្រូត្រូវនេះណាគ្រូចេះនេះលោកគ្រូ copy អានេះបាទលោកគ្រូដាក់នឹងចូលក្នុង group សិនណាឧបមាខ្ញុំដាក់ group នេះចុះចឹងលោកគ្រូដាក់ចូល group នេះមកណាហើយលោកគ្រូចុចពាក្យ start សិនណាបាទនេះលោកគ្រូចុច start បាទបន្តមកទៀតលោកគ្រូចូលក្នុងកន្លែងហ្នឹងបាទហ្នឹងមកលោកគ្រូយកបាទគ្រូចុចមកហើយលោកគ្រូយកពាក្យ add to group អញ្ចឹងគ្រូចុច add to group មកបាទ add to group នេះមក study បាទអញ្ចឹងបានណាហើយតើនេះលោកគ្រូចូល group study ហ្នឹងហើយលោកគ្រូបាទដំឡើងគាត់ឲ្យទៅជា admin អញ្ចឹងលោកគ្រូ promote នេះមកទៅជា admin នេះមកណាហើយលោកគ្រូចុចពាក្យ save បាទអូខេអញ្ចឹងប៉ុណ្ណឹងបានបាទបន្តមកទៀតលោកគ្រូចូលកន្លែង bot study វិញដដែលហ្នឹងបាទលោកគ្រូឥឡូវយើងចូលសិនណាឥឡូវយើងលោកគ្រូ copy link ដែលខ្ញុំបានដាក់ឲ្យហ្នឹងបាទលោកគ្រូ copy វាមកហើយលោកគ្រូបើកទៅ AI Studio ខ្ញុំកាត់ទៅដើម្បីកុំឲ្យវាវីដេអូវែងណាអញ្ចឹងលោកគ្រូបើកអាហ្នឹងមកបាទហើយលោកគ្រូចូលមើលកន្លែងនេះណានេះកន្លែងនេះលោកគ្រូយកកន្លែង playground ណាហើយលោកគ្រូមើលកន្លែងនេះគេដាក់ star នេះអញ្ចឹងលោកគ្រូចូលបាទហើយបន្តមកទៀតលោកគ្រូមើលនេះណានេះអានេះប្រធានបទអានេះណាលោកគ្រូដាក់ហ្នឹងមកហើយបើសិនជាលោកគ្រូមានជាមេរៀនលោកគ្រូអាចattach ណាលោកគ្រូថតហើយលោកគ្រូattach ចូលមកណាលោកគ្រូអាចដាក់នេះក៏បានដែរកន្លែងធានបទនេះលោកគ្រូអាចattach ចូលបានណាជាមេរៀនមកហើយបន្តមកទៀតកន្លែងនេះណានេះកន្លែង bot token នេះណានេះកន្លែងនេះគឺលោកគ្រូ copy អា bot មិញហ្នឹងបាទតែលោកគ្រូបានបង្កើតនេះណាលោកគ្រូ copy អាហ្នឹងមកបាទហើយលោកគ្រូដាក់ចូលកន្លែងហ្នឹងណាបាទមកទៀតកន្លែងនេះ chat ID នេះអញ្ចឹងបើសិនលោកគ្រូចង់បានលោកគ្រូអាចតមកខ្ញុំបានណាខ្ញុំផ្ញើជូនលោកគ្រូបាទខ្ញុំបានបង្កើតហើយណាអញ្ចឹងលោកគ្រូបាទវាមានមួយខ្ញុំបានចងហើយគឺតទៅក្រុម ID ណាអញ្ចឹងលោកគ្រូចូលនឹងមកគឺយើងទាញ group ID ចូលបាទនេះណា chat ID នេះបាទលោកគ្រូ copy អាមិញហ្នឹង link មិញហ្នឹងអា bot មិញហ្នឹងហើយលោកគ្រូចុចកន្លែងនេះមកណាអញ្ចឹងវានឹងបាន chat ID មួយហើយបាទនេះខ្ញុំឃើញភាសាយើងនេះឥឡូវខ្ញុំជួបវាសិនណាលោកគ្រូបាទចូលនេះបាទគ្រូចុច start មកដល់ទៀតណាបាទនេះគឺ chat ខ្ញុំផ្ទាល់ទេបាទនេះគឺជា chat បាទអញ្ចឹងលោកគ្រូនេះណាលោកគ្រូពេលហើយលោកគ្រូចុច start កន្លែង group បាទអញ្ចឹងនេះណាលោកគ្រូអាចផ្ញើសារនៅកន្លែង group ហ្នឹងអញ្ចឹងពេលនោះលោកគ្រូទាញបានគ្រូទាញ chat ID មកបាទនេះណាបាទអញ្ចឹងនេះគឺជា group chat ID លោកគ្រូ copy អាហ្នឹងមកហើយលោកគ្រូយកដាក់កន្លែងនេះបាទតែប៉ុណ្្នឹងទៅលោកគ្រូចុចពាក្យ run មកណា
បាទអញ្ចឹងពេលរួចរាល់ហើយណាអញ្ចឹងលោកគ្រូ copy បាទនេះលោកគ្រូ copy ហ្នឹងមកលោកគ្រូបើក notepad មកបាទហើយទៅលោកគ្រូចុចយក file នេះលោកគ្រូយកពាក្យថា save as បាទអញ្ចឹងលោកគ្រូដាក់នៅកណ្ដាលមួយទៅស្រាប់លោកគ្រូទេដាក់ desktop ក៏បានណាក៏បានដែរបាទលើដាក់ desktop ចុះអញ្ចឹងលោកគ្រូដាក់នេះមកឧទាហរណ៍ឲ្យគេគ្រូមកថា test បាទហើយលោកគ្រូចុចមួយមកលោកគ្រូដាក់ HTML បាទបាទគ្រូបានប៉ុណ្្នឹងមកគ្រូអាចចុចបើកបានណាគ្រូអាចបើកសាកល្បងសិនបានបាទគ្រូចូលមិញនេះណានេះគ្រូបើកសាកល្បងទៅហើយជាមួយថាតើវាត្រូវអត់ទេគ្រូចូលឈ្មោះបាទអញ្ចឹងសិស្សធ្វើទៅបាទពេលដែលសិស្សធ្វើហើយទៅពេលដែលគាត់នឹងបញ្ចូលទៅក្នុងបាទលោកចូល Telegram បាទប៉ុណ្ណឹងមកគ្រូជប់ទៀងផលបាទនេះសិក្សាលោកចូល Telegram ហើយបាទនេះអញ្ចឹងសិស្សនេះណាជាមួយគេមុខងារសាយគេទទួលបានប្រហែលអញ្ចឹងវាចូល Telegram មកបាទហើយលោកគ្រូអាចបង្កើតអីផ្សេងទៀតបានដូចគ្នាបាទអញ្ចឹងលោកគ្រូធ្វើ style ដូចគ្នាអញ្ចឹងណាបាទអរគុណបាទសូមអរគុណសូមជម្រាបលា